កម្មវិធីដែលខ្ញុំបានទៅហុងកុងមកទឹកពេញដល់កថ្លៃឥឡូវគេបើកពាក្យវិញហើយសំខាន់ឆ្នាំនេះលោជាងឆ្នាំមុនទៀតគេថែមកងចៅជាមួយនឹងចិនឲ្យទៀតខ្ញុំបានចូលរួមកម្មវិធីនឹងឆ្នាំមុនគេចេញឲ្យទាំងសម្បត្តិយន្តហោះថ្លៃគេថ្លៃញ៉ាំថ្លៃធ្វើដំណើរហើយពេលចូលរួមទស្សនាកន្លែងផ្សេងៗអីហ្នឹងគេចេញលុយឲ្យទាំងអស់ហើយឆ្នាំនេះគេធ្វើរយៈពេល6ថ្ងៃពីថ្ងៃ27ខែ10ដល់ថ្ងៃទី1ខែ11 2026ហ្នឹងឯងចាំចុងវីដេអូខ្ញុំឲ្យមើលរបៀបដាក់ពាក្យគេប៉ុន្តែឆ្នាំនេះខុសពីឆ្នាំមុនដូចជាឆ្នាំទី1ដែលគេធ្វើកម្មវិធីនឹងឡើងអញ្ចឹងការផ្សព្វផ្សាយឆ្នាំមុនក៏អត់បានទូលំទូលាយដែរហើយដំណើរការនៃការដាក់ពាក្យក៏ខុសពីឆ្នាំនេះដែរហើយកម្មវិធីនេះមិនមែនសម្រាប់តែសិស្សណាទាំងអស់គ្នាឲ្យតែអាយុចាប់ពី18ទៅ35គឺអាចដាក់ពាក្យបានទាំងអស់មិនថាទាំងអស់នេះជាសិស្សជាគ្រូអ្នកធ្វើការរដ្ឋឯកជនអីទេគឺដាក់ពាក្យបានទាំងអស់គ្នាឆ្នាំមុនទៅពីខ្មែរទៅមានទាំងអ្នកធ្វើការឯកជនធ្វើការរដ្ឋខាង start up ជាមួយនឹងសិស្សគឺចម្រុះគ្នាមកអញ្ចឹងបាច់ភ័យទេមកពី background ណាក៏អាចដាក់ពាក្យបានដែរហើយដែលសំខាន់គឺទាំងអស់នេះអាចប្រស័យតាក់ទងគ្នាជាភាសាអង់គ្លេសបានហើយឆ្លងទៅលើវិស័យ sustainability ឬខ្មែរយើងហៅថាចីរភាពឬក៏និរន្តរភាពនឹងឯងដែលកម្មវិធីទាំងមូលហ្នឹងគឺផ្ដោតទៅលើការប្រើបច្ចេកវិទ្យា technology ក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គមដែលតាក់ទងជាមួយនឹង sustainability ហើយ sustainability មួយហ្នឹងគឺវាទូលំទូលាយមែនតើអ្នកខ្លះគិតថា sustainability ហ្នឹងតាក់ទងជាមួយនឹងការដាំដើមឈើឬសម្រាមបរិស្ថាន plastic អីចឹងទៅប៉ុន្តែអត់ទេ sustainability គឺវាធំទូលំទូលាយជាងនឹងឆ្ងាយណាស់តោះគ្នាអាចទៅ research បន្ថែមបានតាក់ទងជាមួយនឹង SDG ហើយអ្នកចូលរួមទាំងអស់ហ្នឹងគឺសរុប100នាក់ដែលមកពីអាស៊ានចិនដីគោកជាមួយនឹងហុងកុងចឹងក្រៅពីបានចូលរួមកម្មវិធីមួយដ៏ល្អយើងបានបង្កើតមិត្តភាពមួយឆ្លងប្រទេសទៀតហើយពួកគាត់រងថ្ងៃហ្នឹងខ្ញុំនៅតែរកអានចឹងអ្នកខ្លះមកលេងខ្មែរពេលខ្លះពួកខ្ញុំទៅលេងនៅប្រទេសគាត់អីចឹងទៅអញ្ចឹងណែគេចង់បង្កើតមិត្តភាពទំនាក់ទំនងបែបអន្តរជាតិអីហ្នឹងគឺខ្ញុំណែនាំមែនតើដូចកន្លែងនេះអីគេជួលទូកមួយទាំងមូលឲ្យពួកខ្ញុំជិះនៅហុងកុងហ្មងហើយដឹងស្រាប់ពេលនៅហុងកុងមិនមែនថោកទេកម្មវិធីចឹងគឺថ្លៃមែនតើបើតើអស់នេះទៅដើរលេងហុងកុងខ្លួនឯងសម្បត្តិយន្តហោះទៅមកយ៉ាងតិចណាស់ក៏4-500ដែរហើយកន្លែងគេនៅហុងកុងនិយាយថាថ្លៃមួយយប់យ៉ាងហោចណាស់ក៏100អីដែរតើអស់គ្នាអញ្ចឹងមានឱកាសចូលរួមកម្មវិធីគេបែបអន្តរជាតិដ៏ល្អមួយហើយមានពេលអាចឆ្លៀតដើរលេងបានទៀតតើអស់នេះគួរតែចាប់យកឱកាសនៅពូនេះអីគឺជា former CEO របស់ Pepsi ជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយហើយពួកយើងបានអង្គុយតោមុខសមាជាមួយពួកគាត់ផ្ទាល់ហ្មងតើអស់គ្នាហើយគេបានអញ្ជើញថ្នាក់ដឹកនាំបែបអន្តរជាតិទាំងនៅហុងកុងចិនដីគោកនៅអាស៊ាននៅលោកខាងលិចអីហ្នឹងមកចូលរួមជុំគ្នាហ្មងហើយពួកយើងជាយុវជនហ្នឹងបានសមាផ្ទាល់មកជាមួយពួកគាត់ហ្មងកម្មវិធីហ្នឹងក៏ផ្ដោតទៅលើ start up ដែរដូចកន្លែងនេះពួកខ្ញុំបានចូលទៅមើលផ្ទាល់នៅសាកលវិទ្យាល័យដ៏ល្បីមួយនៅហុងកុងហើយគេបានបង្ហាញយើងពី start up របស់សិស្សគេនៅក្នុងសាលាហើយកម្មវិធីហ្នឹងក៏បាន connect យើងជាមួយនឹង investor ផ្សេងៗដែរអញ្ចឹងបើយើងមានកំណត់អាជីវកម្មឬក៏ idea អីផ្សេងៗហើយយើងត្រូវការអ្នក invest គឺចូលរួមកម្មវិធីហ្នឹងកាន់តែត្រូវទៀតព្រោះនៅចុងបញ្ចប់បងប្អូនអាច pitch idea អ្នកទាំងអស់គ្នាបានពីគម្រោងអាជីវកម្ម social enterprise អីផ្សេងៗដែលយើងចង់ start ឬក៏យើងកំពុងតែចាប់ផ្ដើមធ្វើវាហើយក៏ដោយទាំងអស់គ្នាឡើង pitch ហើយមានឱកាសបានលុយរហូតដល់$12000អាមេរិកតែកម្មវិធីនេះក៏មិន stress រហូតដែរមានពេលរងសប្បាយជាងដូចគ្នាពេលទាំងអស់គ្នាចូលទៅក្នុង link ដែលខ្ញុំត្រាប់ឲ្យហ្នឹងទៅទាំងអស់គ្នានឹងឃើញពាក្យបែបនេះហើយអាចអានព័ត៌មានលម្អិតគេបានពល link ទាំងអស់គ្នាអាចចូលទៅកាន់ Facebook ខ្ញុំហើយរក post ពីវីដេអូហ្នឹងទៅគឺខ្ញុំដាក់ link នៅក្នុង caption ហើយដោយសារ TikTok ដាក់ link ទៅវាចុចអត់បានហើយកុំភ្លេចជួយ follow ម្នាក់មួយផងគឺខ្ញុំចង់បាន 20k ឆាប់ៗនៅក្នុង Facebook ដើម្បីខ្ញុំអាចចែកម្លែកបទពិសោធន៍ exchange program ផ្សេងៗទៅកាន់អ្នកទាំងអស់គ្នាខ្ញុំចង់ប្រាប់ដែរថាកម្មវិធីហ្នឹងធ្វើឲ្យខ្ញុំបានទៅ Disneyland លើកទី1ក្នុងជីវិតគេមិនមែនចេញលុយយកទៅ Disneyland ទេណាតែពេលចាប់កម្មវិធីហ្នឹងទៅគឺខ្ញុំអាចឆ្លៀតទៅបានបើខ្ញុំអត់បានចូលក្នុងកម្មវិធីហ្នឹងទេគឺខ្ញុំគ្មានឱកាសបានទៅទេដោយសារនៅហុងកុងគឺថ្លៃមែនតើហើយនេះគឺជា agenda កម្មវិធីគេទាំងមូលបងប្អូនអាចមើលបានហើយបើមានចម្ងល់អីអាច comment សួរបានតែអានឲ្យចប់សិនចាំសួរអត់មានសួរឆៅៗទេ